សួស្តីបងប្អូនចាស្វាគមន៍សាជាថ្មីសម្រាប់ធីមជាអ្នកលក់មិនថាបងប្អូនលក់អីទេនៅក្នុងបណ្ដាញសង្គមឬក៏យើងលក់ចាប់ហួយឬក៏បងប្អូនលក់អីផ្សេងក៏ដោយនិយាយទៅអីដែលយើងមិនគួររំពឹងគឺរឿងអ្នកចិត្តខាងថាអើយលក់ទៅអ្នកចិត្តខាងគេអត់គ្រប់ត្រូលអីអញ្ចឹងមែនទេទៅមិនខាងណាដូចណាទេអ្នកចិត្តខាងគេមកទិញផ្ទះខ្ញុំទៅពេលអ្នកចិត្តខាងខ្ញុំទៅទិញគេអញ្ចឹងវាមិនដឹងមិនចេះហ្នឹងសួរយើងក៏អត់ដឹងដែរព្រោះក្នុងចិត្តគាត់ហ្នឹងមិនថាគាត់គិតអីតែគាត់ថាអ្នកចិត្តផ្ទះគ្នាលក់អញ្ចឹងគាត់អត់ទិញទេគាត់ជិះហូទៅទិញគេអញ្ចឹងណាហើយដូចនិយាយរឿងជាពាក់អញ្ចឹងពេលជាពាក់គឺបើជាពាក់យើងហើយតែពេលយើងអត់ជាពាក់ខំយើងអញ្ចឹងតែពេលមានលុយគាត់ទៅទិញគេហើយអ្នកចិត្តខាងគេអញ្ចឹងក៏ដូចគ្នាពេលពីចាខ្ញុំឃើញផ្ទះចិត្តហ្នឹងគេលក់ទេតែគេបាច់ជាមកទិញផ្ទះខ្ញុំនេះយើងថាមិនទៅសួរមូលហេតុអីគេច្រើនទេគេទិញយើងក៏លក់ទេប៉ុន្តែភាគច្រើនគឺអញ្ចឹងចង់ឲ្យបងប្អូនអ្នកលក់ដូចគ្នាគាត់គិតថាបើលក់មិនចង់ឲ្យអ្នកមិនចង់បានការគ្រប់គ្រងពីអ្នកជិតខាងណាភាគច្រើនគឺគេមិនគ្រប់គ្រងយើងទេភាគច្រើនបំផុតគឺខ្ញុំជួបអញ្ចឹងដោយសារថាមិនថាខ្ញុំគេទេគឺដូចគ្នាអ្នកជិតខាងគឺអត់សូវគ្រប់គ្រងយើងក្នុងការរស់ស៊ីទេ